គេមិនឲ្យបាត់វត្ថុបុរាណពីដូនតាពីយើងមកទេនៅចប់អញ្ចឹងតែមកនេះអានេះគេហៅក្លឹងអូបាទលោកចៅនេះគេហៅក្លឹងនេះនៅក្នុងចិត្តខ្ញុំដឹងអស់ហើយតែឧបករណ៍ដែលផលិតគឺមានច្រើនឈ្មោះច្រើនបើតូចអញ្ចឹងគេគ្រាន់តែធ្វើតែចេះទេតែចេះធ្វើដូចខ្ញុំអញ្ចឹងជើងតែវាធម្មតាតែប៉ុណ្្នឹងហើយនេះចារួចហើយអរគុណច្រើនលោកយាយសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនដែលនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងថ្ងៃនេះខ្ញុំសូមនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលអំពីផលិតកម្មក៏ដូចជាការធ្វើនៅក្អមឆ្នាំងរបស់លោកយាយដែលគាត់ស្ថិតនៅក្បែរនឹងជើងភ្នំក្រាំងដែលមាសយើងនេះហើយចង់ដឹងថាសកម្មភាពដែលគាត់ធ្វើឬមួយក៏ជីវភាពរបស់គាត់ប្រចាំថ្ងៃយ៉ាងណាយើងនឹងសាកសួរគាត់ទាំងអស់គ្នាឥឡូវចូលទៅក្នុងមួយខ្ញុំបាទសូមជម្រាបសួរលោកយាយចាជាដំបូងខ្ញុំបាទសូមលោកយាយណែនាំខ្លួនបន្តិចតើលោកយាយឈ្មោះអ្វីហើយសប្តាហ៍ថ្ងៃមានបច្ចុប្បន្នប្រហែលដែរលោកយាយចាលោកក្មួយនៃខ្ញុំសប្តាហ៍ថ្ងៃខ្ញុំបច្ចុប្បន្ន64ខ្ញុំឈ្មោះបយាយសចាពីដើមមកខ្ញុំចេះធ្វើវត្ថុបដិញក្អមឆ្នាំងនឹងតាំងពីខ្ញុំអាយុ12ឆ្នាំម្ដាយខ្ញុំមកពីសាលាម្ដាយខ្ញុំគាត់បង្ហាត់ខ្ញុំទៅតែខ្ញុំចេះអាយុ21 22នឹងខ្ញុំមានប្តីខ្ញុំទងន់4ខែប្តីនឹងគូធ្លាក់ស្លាប់ពីលើចុងថ្នោតមកខ្ញុំនៅជាមួយកូនរហូតអត់មានយកប្តីទៀតទេខ្ញុំនៅដេញធ្វើក្អមឆ្នាំងជីវកម្មរបស់ខ្ញុំរហូតតាំងពីដើមអញ្ចឹងមកខ្ញុំអត់មានថាអត់ធ្វើទេគឺធ្វើរហូតអញ្ចឹងមកតែធ្វើក្អមឆ្នាំងទាំងអស់នេះតើវាអាចរកចំណូលឲ្យលោកយាយសម្រាប់នឹងធ្វើគង់ជីវភាពបានអត់ដេញចៅដែលខ្ញុំធ្វើនេះណាបើសិនជាខ្ញុំខ្វះលុយខ្វះអីអញ្ចឹងទៅវត្តទៅវាឬមួយក៏ទៅដូចថាទិញដីទិញអីគេអញ្ចឹងទៅខ្ញុំទៅបើកនៅស្តង់គេ20000 30000អញ្ចឹងគេឲ្យខ្ញុំភ្លាមដល់ពេលដុតហើយគេមកហាប់យកក្អមសល់ប្រមាណគឺឲ្យខ្ញុំអញ្ចឹងមកអត់មានថាគេមកបំបត្តិអីគឺអត់ទេចាហើយគ្រាន់តែថាខ្ញុំធ្វើជារបរក្អមឆ្នាំងនេះគ្រាន់បានហូបអត់បានទុកដាក់ឲ្យបានច្រើនមែនតែខ្ញុំបានហូបចាខ្ញុំនិយាយនៅការពិតកុំឲ្យថាចេះតែពីអត់នោះមិនចឹងណាលោកចៅចាអញ្ចឹងជាទូទៅមានមិនថាជាភ្ញៀវបរទេសឬមួយក៏ជាភ្ញៀវខ្មែរអីគាត់មកតែតែជាវរបស់អស់នឹងយកទៅប្រើដែរលោកចាឲ្យទៅមកអញ្ចឹងក៏គាត់ជាវតើចៅជាណែដូចថាមានកូនជ្រូកកូនដៅកូនអីអញ្ចឹងកូនសាយកូនអីអញ្ចឹងគេខ្ចប់ទៅយកទៅប្រទេសគេដើម្បីឲ្យកូនចៅគេមើលអញ្ចឹងទៅគឺការស្នាដៃលោកយាយធ្វើស្រស់ស្អាតមានការតុបតែងមិនថារបស់តូចរបស់ធំថាស្អាតណាស់លោកយាយវៃក្អមហើយនឹងហើយមានចាក់ក្បាច់ឲ្យមើលទៀតចាខ្ញុំសុំសួរនេះខ្ញុំអាចលើកបានបានលើកចាអានេះវាមានរូបរាងវាត្រង់ត្រីវាខុសពីក្អមហ្នឹងគេហៅអីគេដែរយាយអានេះក្អមនឹងហើយគ្រាន់តែនេះមិនទាន់ចេញជាលទ្ធផលយើងគ្រាន់តែធ្វើក្នុងដំណាក់កាលប៉ុណ្ណេះគេហៅថាអីដែរយាយធ្វើក្នុងដំណាក់កាលប៉ុណ្ណេះគេហៅហាចាអាចនឹងពិបាកបច្ចេកសំឡេងតិចគេហៅហាអញ្ចឹងចាគេហៅហាចាអានេះគេហៅហាហើយគេហៅនេះគេធ្វើអានេះគេហៅហាហើយគេហៅនេះគេធ្វើមាត់នេះគេហៅហានេះចាអានេះគេហៅធ្វើដល់ពេលឡើងដល់ពេលដាក់លើត្បាល់ទៀតនោះគេហៅបើកចាស់ចាំបងខ្ញុំបើកមួយហើយចាំខ្ញុំយកមកអង្គុយដាក់ទៅនេះអញ្ចឹងតើចេញមកលទ្ធផលទៅប៉ុណ្ណេះគេហៅហាចាហាបាទហ្នឹងហើយចំពោះដីដែលលោកយាយប្រើប្រាស់នេះគឺយើងទៅទិញពីណាមកដែរចំពោះដីប្រើប្រាស់នេះមិនមែនដីតែមួយប្រភេទទេណាមានដីស្កាតមានដីស្អិតចាមានដីស្កាតមានដីស្អិតហ្នឹងមានដៅស្កាតគឺមានដៅស្អិតណែយកមកដល់លាយចូលគ្នាជន់គ្នាបានចាប់ផ្ដើមធ្វើទៅបាទចាអញ្ចឹងដីហ្នឹងគឺត្រូវតែយើងទៅទិញគេដើម្បីយកមកផលិតចេញអូចាហ្នឹងស្កាតអីលោកក្មួយអត់ណែចៅគឺលក្ខណៈដីលាយជាមួយនឹងថ្មអត់ទេមិនមែនតែម្ដងទេចាអត់សុទ្ធទេអត់មានថ្មធ្វើកៅទេអាគ្រោះទូចទេគឺយើងលាយវាចូលគ្នាអស់ចឹងទៅវាម៉ត់ចូលគ្នាទាំងអស់មកគ្រាន់តែដាក់ជាមួយឆិតទៅជន់នៅឡើងផង់ចូលមានកំណត់ចាបើយើងមើលអត់ដឹងស្មានតែជាដីខ្សាច់ទេអត់ទេចានឹងអត់ទេណែគឺអត់ម្នាក់គឺអត់ចាប៉ុន្តែធៀបទៅនៅពេលដែលយើងលាយជាមួយនឹងដីស្អិតទេយើងច្បល់ចូលគ្នាទៅគឺវាម៉ត់ចូលគ្នាជាសាច់តែមួយហ្មងចាចាំមើលដីស្អិតនោះដែលខ្ញុំត្រាំនោះយកមកដល់គេកាយអញ្ចឹងទៅគេដាក់នៃថប់ក្រុងអញ្ចឹងទៅដល់ពេលឡើងគេយកឆ្កាតពីលើអញ្ចឹងទៅយកមកលាយជន់អញ្ចឹងណា
គឺផង់ចូលគ្នាគេដាក់ស្បោងច្រកត្មងហើយមកពីណាចង់ធ្វើម៉ោងណាពេលណាក៏បានព្រោះដីយើងចាគេលាយរួចហើយដាក់ច្រកស្បោងទុកហើយទោះបីទុកមួយអាទិត្យក្តីកន្លះខែក្តីគឺដីនឹងអត់រហឹងទេព្រោះខ្ញុំច្រកស្បោងចាចឹងដីទាំងអស់ហ្នឹងវាមិនមែនយើងយកតាមជុំវិញភ្នំក្រាំងដីមាសនេះទេលោកយាយគឺទិញមកពីកន្លែងផ្សេងក៏អត់ទេយកពីភ្នំក្រាំងមាសហ្នឹងហើយចាមានដៅស្កាត់មានដៅស្អិតនេះមើលបងនេះអានេះគេហៅបើចានេះចោលចាចោលនេះគេហៅបើចាគេហៅបើហ្នឹងដៃខ្ញុំកាន់មិញបន្ទាប់ពីយើងហាស់វាមកយើងយកមកដាក់លើនេះដើម្បីបើកវាចាចាំមើលបន្ទាប់ពីហាស់ហើយគេយកបើកហើយគេចាប់ផ្ដើមហុំប៉ុន្តែហុំអត់មានកណ្ដាលឥឡូវទេបន្តិចទៀតបាទតែវារឹងសិនចាតែវារឹងសិនចាតែវារឹងសិនហើយដុតអញ្ចឹងដែរពេលស្មើនេះដុតអត់បានជូនទេតែដល់ម៉ោង2តំណប់នឹងបានអាចក្អមនឹងវាក្តៅសពបានដុតជូនបានអីចំពោះសំខាន់លោកយាយចំពោះពេលវេលាដុតដែរលោកយាយគឺចំណាយពេលប្រហែលម៉ោងដែរ4ម៉ោងឆ្អិនហើយ4ម៉ោងចឹងយើងដុតចាប់ពីម៉ោង12ថ្ងៃត្រង់នេះទៅដល់ម៉ោង4ម៉ោង5ល្ងាចអីយើងអាចបាត់ចំពោះឆ្នាំងដីក្អមហើយនឹងឆ្នាំងដីវាដូចគ្នាឬមកក៏ឈ្មោះហ្នឹងគេហៅបានតែមើលអត់ទេមួយឆ្នាំងមួយក្អមខុសគ្នារូបរាងវាខុសគ្នាដែរតែលោកយាយកាន់នេះជាក្អមចុះឆ្នាំងដីមិនវិញលោកយាយលោកចៅឆ្នាំងដីគេមានកំហូបគេចាមានកំហូបគេដូចធុកមូសមិនអញ្ចឹងណាចាឆ្នាំងគេមានកំហូបចាពេលក្អមយើងអត់ទេក្អមគេអត់មានកំហូបទេឆ្នាំងបានមានកំហូបបើសិនជាលោកយាយអត់ប្រាប់ខ្ញុំខ្ញុំអាចនឹងយល់ច្រឡំខុសអញ្ចឹងរហូតទៅឆ្អមឆ្នាំងដីអត់ទេខ្ញុំគិតថាវាដូចគ្នាតែតាមពិតទៅអត់ទេគឺក្អមផ្សេងឆ្នាំងដីផ្សេងក្អមផ្សេងឆ្នាំងដីផ្សេងឆ្នាំងមានឆ្នាំងចាប់2មានឆ្នាំងចាប់3មានកូនឆ្នាំងលុតភ្លើងមានឆ្នាំងដីស្រាវសូត្រចាប់1ចាប់2ទាំងអស់តែក្អមមានក្អមតូចមានក្អមធំមានផើងអស់នេះណាពីដើមគាត់ធ្វើឆ្នាំងឆូតឆ្នាំងឆូតចង្ហុយឆ្នាំងមួតណាបងណាគេហៅឆ្នាំងចង្ហុយណាចង្ហុយបាយណាតែចៅអត់ស្គាល់ទេពីដើមគេអត់មានប្រើខ្ទះទេណាគេប្រើឆ្នាំងចង្ហុយបើមានរវល់បុនអញ្ចឹងគេដាក់ប្រមាណ10មួតហើយគឺ5 10មួតអញ្ចឹងគេទាំងអត់ទទួលភ្ញៀវណាបាយមួតចង្ហាញ់ឆ្ងាញ់ណាចាអានេះខ្ញុំប្រាប់អញ្ចឹងចៅបានដឹងបាទមកអត់ប្រាប់អត់ដឹងទេរឿងហ្នឹងទេតែមកសម័យនេះគេប្រើខ្ទះតែបាននៅតែសម័យបងខ្ញុំពីដើមមកដូចខ្ញុំអញ្ចេះគេប្រើមួតបាទប៉ិនមួតហ្នឹងមួតឆ្នាំងដីទេណាចាទៅឆ្នាំងដីដែលយើងផលិតមកនេះគឺវាមានលក្ខណៈមាំដូចលោកយាយមានប្រសាសន៍អញ្ចឹងគឺអាចយកទៅធ្វើជាធុនបោកខោអាវបានទៀតចាបានតែសួរបងខ្ញុំចាផើងផ្កាឲ្យតែចៅថាឥឡូវយាយឯងធ្វើផើងផ្កាខ្ញុំបាន4 5គូមកយាយខ្ញុំយកទៅដាំផ្កាដាក់តាំងមុខផ្ទះអញ្ចឹងខ្ញុំថាចៅហើយចៅចាំ5ថ្ងៃទៀតទៅចាំចៅបញ្ចូលទៅឲ្យឈួតល្អបានខ្ញុំដុតជូនបាន5ថ្ងៃទៀតចៅបញ្ចូលទៅខ្ញុំមានតើអញ្ចឹងបានន័យថាពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូហ្នឹងគឺអាចធ្វើការកម្មង់លោកយាយបានគឺយាយអាចធ្វើជូនបានមិនថារូបរាងបែបណាទំហំបែបណាគឺស្រេចទៅលើការកម្មង់គឺលោកយាយអាចធ្វើបានចាខ្ញុំអាចធ្វើបានទាំងអស់ចាឲ្យតែកម្មង់ខ្ញុំគឺខ្ញុំចេះតែហ្មងមើលតែខ្ញុំធ្វើអញ្ចឹងហើយចាប់ផ្ដើមក្អមអញ្ចឹងដែរតាំងពីហាបើកហុំផ្ចិតបាតចប់ចាកំពង់ឆ្នាំងនឹងគេមិនឲ្យបាត់វត្ថុបុរាណពីដូនតាពីយើងមកទេនៅចប់អញ្ចឹងតែហ្មងរូបតំណាងឆ្នាំងរូបតំណាងខេត្តកំពង់ឆ្នាំងគឺរូបឆ្នាំងដីទេមិនមែនរូបក្អមទេមិនទេចាកុំឲ្យពុកម៉ែបងប្អូនច្រឡំកូនចៅច្រឡំថាជារូបក្អមមិនមែនទេគឺរូបឆ្នាំងដីមាសខេត្តកំពង់ឆ្នាំងគេដាក់តាំងនៅកន្លែងផ្លូវពលានអីនេះនោះចាមានលកមានក្លិនគេដាក់វាយអញ្ចឹងមានគេពាក់អាវនឹងស្អាតណាគេពាក់ដាក់យ៉ាងដូចកមុំខេត្តកំពង់ឆ្នាំងអញ្ចឹងដែរដូចលោកយាយកាលពីនៅក្មេងក៏អញ្ចឹងដែរដូចគ្នាអញ្ចឹងគេជាងឲ្យតាគេថាបុផាលាក់ខ្លួនពួនធ្វើក្អមឆ្នាំងដូចលោកយាយអញ្ចឹងបើមិនបានចូលមកក្នុងផ្ទះអត់បានជួបទេគឺលាក់ខ្លួននៅក្នុងផ្ទះទេដើម្បីផលិតនៅឆ្នាំងដីចាអញ្ចឹងឥឡូវខ្ញុំសូមឲ្យលោកយាយធ្វើនៅសកម្មភាពនៃការផលិតក្អមឆ្នាំងនេះលោកយាយឧបករណ៍ដែលលោកយាយប្រើប្រាស់នេះគឺសុទ្ធតែធ្វើពីឫស្សីហ៎ចាអាហ្នឹងគេហៅឈើដឹកធ្នួតចាឈើដឹកធ្នួតចាប៉ុន្តែឫស្សីទេប៉ុន្តែគេហៅឈើដឹកធ្នួតឈ្មោះឧបករណ៍នេះហៅថាឈើដឹកធ្នួតចាតែអត់ឈើដឹកធ្នួតនឹងធ្វើអត់កើតបានជាក្អេងទេចាក្អេងផ្សេងទៀតចាចាំមើលក្អេងនេះមើលនេះប្រដាប់គីសោកគ្រប់កន្លែងចា
នេះគេហៅថាឈើដឹកធ្នួតនេះ ចា គឺធ្វើពីឫស្សីទេ ចាប៉ិនគេហៅឈើដឹកធ្នួត ហៅថាឈើដឹកធ្នួត ចា ចូលចំពោះមួយនេះវិញដែរលោកយាយ គេហៅលកក នេះគឺឈើលកោ ចាអត់មានថាឈើលកកគេហៅលកក លកោចឹងទៅ លកកតែអាក្នុងគេហៅក្លឹង ខាងក្នុងនេះលោកយាយ អត់ទេនៅក្នុងនេះចាំ ក្នុងនេះវិញទៀត ក្លឹង មានច្រើនប្រភេទ ចានេះ យើងគ្រាន់តែឧបករណ៍ធ្វើគឺក៏មានច្រើនដែរលោកយាយ នេះអានេះគេហៅក្លឹង អូបាទលោកយាយ លោកចៅនេះគេហៅក្លឹងនេះ បាទ តែបើអត់ឧបករណ៍ក្លឹងអត់ឧបករណ៍លកអត់ឧបករណ៍ដឹកធ្នួតក៏អត់មានចាញ់ជារៀងក្អមដែរគេរៀងក្អមឆ្នាំងដែរ អាក្លឹងនេះគឺថ្មលោកយាយ លោកមិនទេស៊ីម៉ងគេលាយជាមួយខ្សាច់តែគេជីកដីជាប់ជីកចឹងដាក់កវងទៅគេចាក់ទៅមានកមានអីស្រួលកាន់ អានេះឧបករណ៍នេះគេហៅថាក្លឹង ក្លឹង នេះច្រើនប្រភេទណាយាយបើអត់ ចា សួរអត់ដឹងទេរបស់ទាំងអស់នេះ ចាហើយបើអត់អាហ្នឹងគេធ្វើអត់កើតដែរ បាទយាយបាទបើអត់មានជំនាញធ្វើអត់កើតទេលោកយាយនេះ លោកចៅ នៅខាងក្នុង យ៉ាត់តែកិច្ច អត់អីយាយ ចាហ្នឹងតែនេះគេហៅត្បាល់ បាទអូ ចា នេះឧបករណ៍ដែលត្រូសម្រាប់ធ្វើនេះហៅថាត្បាល់ ចាត្បាល់ គេទៅគឺលោកយាយយើងត្រូវការដើរជុំវិញនេះ ចា ដីជុំវិញនេះឡើងសឹកឡើងរលោងអស់ហើយ អូយដឹងប្រហែល រាប់សិបឆ្នាំមកហើយលោកយាយ ដឹងប្រហែលហើយទេអត់ហប់ភ្លេចនេះ រាប់ភ្លេចហើយ ចាអានេះខ្ញុំចាប់ដើមដំបូងលាយរួចហើយលាយជាមួយឆ្កាតអីរួចអស់ហើយនេះ ខ្ញុំសុំប៉ះដីនឹងតិច បានតាចានឹងគេហៅដីឆ្នាំងក្អម ដីឆ្នាំងក្អម ចាគេហៅដីឆ្នាំងក្អមនៅភ្នំក្រាំងដីមាសភូមិដងរិស័យ អញ្ចឹងប្រភពដីដែលយើងប្រើប្រាស់ហ្នឹងគឺបានតែដីនៅភ្នំក្រាំងដីមាសយើងហ្នឹងទេលោកយាយក៏អាចមាននៅប្រភពណាផ្សេងដែរតើតែយើងស្គាល់ប្រភេទដីហ្នឹងដែរបានទៅយកបាន ចា គឺដីមានពីរប្រភេទដោយលោកយាយប្រាប់មិញហ្នឹង ចា ដីស្អិតហើយនិងដី ដីស្កាត ដីស្កាត អានឹងលាយរួចហើយអត់មានថាគ្រោះអត់មានថាដុំថ្មឲ្យយកមកនេះអានេះគេហៅផ្ដុំ ផ្ដុំប៉ុន្តែហៅថាផ្ដុំ ចា គឺយើងយកដីមកផ្ដុំមក ចាគេហៅផ្ដុំហើយនេះផ្ដុំកើតជារៀងហើយនេះចាខ្ញុំចាប់ផ្ដើម បាទលោកយាយបានជើញចាប់ផ្ដើមបានយើងអាហ្នឹងគឺយើងត្រូវតែពវល់ខ្លួនជុំវិញអញ្ចឹងហ្មងលោកយាយ ចាបើអត់ពវិលខ្លួនជុំវិញអញ្ចឹងអត់មានដឹងថាស្ដើងក្រាស់តាណាតាណីគឺអត់ដឹងទេចាដៃគេឃើញមើលខាងក្នុង អូរៀងជ្រៅ ចា ទៅដល់ក្នុងនោះ ចាហើយតែមានគ្រួប៉ុណ្ណេះក៏គេយកចេញដែរចាដល់ពេលបើយើងអត់យកចេញដល់ពេលដុតបញ្ចុះ វាចេញវាអាចនឹងលេចចេញមកខាងក្រៅ អត់ទេអត់មានអាចចេញនេះផ្ទុះខូចក្អមចានេះអានេះមួយ អូ នេះ នេះលី នេះ អឺ ឃើញអ អ ត់ ញ្ចឹងបានន័យថាត្រូវតែប៉និតមើល ចា គ្រោះអីក្នុងនឹងដែរ ចា បើមិនជាវាមាននៅពេលដែលយើងដុតទៅគឺវាខូច ខូចចោលខូចចោលចាខូចឆ្នាំងចោលហើយអត់មានយកមកធ្វើអីក្រៅពលិចទឹកហ៎ បាទនិយាយបាទ ពលិច បើសិ ទឹក នជាវាមិនផ្ទុះទេក៏វាលេចទឹកដែរ ចា ជាប់គ្រោះហ្នឹង ត្រូវទៅផ្ទុះអត់មានអត់ផ្ទុះទេត្រូវផ្ទុះ បាទលោកយាយបរិមាណដីនៅក្នុងការធ្វើក្អមឆ្នាំងនឹងមួយប្រហែលជាប្រមាណគីឡូដែរលោកយាយអាចបានស្មានបានណា អត់ទេអត់មានដឹងថាប្រហែលគីឡូគឺចាប់ដីគឺក្នុងចិត្តរបស់ខ្ញុំគឺចាប់ស្មើគ្នាតែហ្មង ពេលដែលធ្វើជាទម្លាប់ទៅដឹងថាខ្លួនឯងចង់បានក្អមប៉ុណ្ណាគឺចាប់ដីមក ចា ទំហំតម្រូវទំហំប៉ុណ្ណឹងតែ ចាចាំបើខ្ញុំចង់ធ្វើយ៉ាងហ្នឹងខ្ញុំថាខ្ញុំចង់ធ្វើអាធំមួយគ្រាន់ដាក់ទឹកតកល់ដាក់ទឹកខ្ញុំចាប់ដីមកធំទៅ បាទ បើខ្ញុំថត់ធ្វើអាតូចខ្ញុំចាប់ដីតូចទៅបើក្នុងចិត្តខ្ញុំដឹងអស់ហើយចា ប៉ុន្តែមើលទៅដូចជាមានខ្នាតវល់អញ្ចឹងលោកយាយគេថាប៉ិនគ្នាល្អ ចា អញ្ចឹង ឃើញហ្នឹងហើយ តូចអញ្ចឹងទៅទំហំធំតាម ដូចនោះចឹង ទៅ មកអាធំនោះចឹងថ្ងៃហ្នឹងគេឲ្យធ្វើ10ចូលខាងដាក់គល់ស្វាយគល់ដូងអញ្ចឹងខ្ញុំចាប់ផ្ដើមធំអញ្ចឹងទៅចាប់ដីធំអញ្ចឹងទៅរួចបាត់ បាទលោកយាយបាទអ
ហើយមួយទៀតលោកយាយអត្ថប្រយោជន៍នៃក្អមឆ្នាំងហ្នឹងគឺអាចយកទៅប្រើការអ្វីខ្លះដែរលោកយាយតាមដែលលោកយាយបានដឹងចាប្រើការសពឲ្យតែគេត្រូវការដាក់គល់ដូងគល់ស្វាយអញ្ចឹងទៅដាំថ្នាំអញ្ចឹងទៅណាដែលមានកូនខ្ចីអញ្ចឹងទៅគេនិយមថាគេយកតែក្អមឆ្នាំងទៅមកគឺដាំកសៀវអត់មានសិទ្ធិភាពបណ្ណាទេគឺចាញ់ក្អមឆ្នាំងទេអាចនិយាយបានថាវាងុំបានចាបើសិនជាពុះឲ្យពុះអត់មានពេលឈប់ទៅយើងដាក់ពីលើចក្រានបាទមកដល់ដំណាក់កាលប៉ុណ្ណេះវាមានឈ្មោះអីផ្សេងទៀតអត់លោកយាយហីក៏គេហៅប៉ែនចាប៉ែនហ្នឹងដូចខ្ញុំកំពុងធ្វើប៉ែនបាទបន្ទាប់ពីផ្ដុំហើយមកគឺយើងប៉ែនចាប៉ែនបាទប៉ែនរួចហើយហាធ្វើកបាទនឹងប៉ែននេះប៉ែនកំពុងតែប៉ែននេះចាកំពុងប៉ែនហ្នឹងដើម្បីថាឲ្យវាឲ្យទំហំដីជុំវិញនេះគឺវាស្មើគ្នាថាត្រូវស្ដើងចាដោយតាណាស្ដើងយើងកេតមកក្នុងកន្លែងយកពីអាខាស់មកកេតឲ្យស្មើគ្នាចាហ្នឹងគេហៅប៉ែននេះបាទហើយក្នុងចិត្តគេមិនមែនចិត្តតែប៉ែនទេគេដឹងថាក្នុងដីមួយដុំនេះដីខ្ញុំប៉ែននេះមានទាំងហុំថាមានតាណាស្ដើងមានតាណាខាស់ហើយមួយយ៉ាងទៀតតើដោយតាណាស្ដើងគេយកពីអាខាស់យកដាក់ស្ដើងនេះខ្ញុំចាប់ផ្ដើមហាពេលដែលយើងរះហាហ្នឹងគឺយើងហះអីខ្ញុំច្រឡំបញ្ចេញឈ្មោះខុសរហូតគឺយើងប្រើស្លឹកដើម្បីយកមកប្រើស្លឹកកបាទស្លឹកកមិនប្រើស្លឹកទេប្រើស្លឹកកចាប្រើស្លឹកកនឹងតែឧបករណ៍ដែលផលិតគឺមានច្រើនឈ្មោះចាប្រើស្លឹកកបើអត់ស្លឹកកហើយក្លឹងហើយឈើដឹកខ្លួនក៏អត់មានចេញរៀងជាឆ្នាំងដែរបាទគឺអាចធ្វើដោយដៃទៅទេបានទេតែមានឧបករណ៍ព្រោះក្នុងចិត្តរបស់យើងដឹងថាស្លឹកកគេចង្ហាប់ធ្វើវាយដែងនេះធ្វើមាត់ក្លឹងគេចង្ហាប់បញ្ចេញមកពីក្នុងដើម្បីឲ្យប៉ោងបាទចាដែលខ្ញុំធ្វើនេះកំពុងហាដែលកំពុងប៉ែននេះបាទចាហើយខ្ញុំចាប់ផ្ដើមហាហើយកណាត់អញ្ចឹងដែរគេមិនមែនចេះយកកណាត់ចេះតែពីវាលទេកណាត់ណាដែលរត់ស៊ីសាច់ដីកើតនឹងបានហាកើតចាមិនមែនចេះយកកណាត់ចេះតែថាកណាត់ហាទេបើកណាត់ណាដែលអត់ស៊ីសាច់ដីគ្រាន់តែដាក់ភ្លាមដាច់ប៉ាត់ចានឹងហើយដៃគេដាក់អញ្ចឹងគេដាក់ក្អមមេដៃអានេះគេចុចយកជនីមែនអត់លោកចៅចាហើយដៃចាហើយដៃគេផ្ទឹមនេះអញ្ចឹងធ្វើអញ្ចឹងមកតង់ទៀតចាវាទៅច្រើនដំណាក់កាលមែនទេចាតើតែចេះដូចខ្ញុំណាលោកចៅបានទៅរួចបើអត់ចេះទៅលោកយាយនៅតូចរៀនចំណាយពេលប្រហែលប្រហែលដែរលោកយាយគឺម្ដាយខ្ញុំគាត់រៀនយូរណាស់ម្ដាយខ្ញុំបង្ហាត់ខ្ញុំមកពីសាលាអញ្ចឹងណាបើគាត់ថាចេះដាក់ដៃអញ្ចេះហើយខ្ញុំឥឡូវធ្វើអញ្ចេះគាត់ទាញលកកដាក់ដៃខ្ញុំអញ្ចឹងណាចាគាត់ទាញហឹកកគាត់ដាក់ដៃខ្ញុំថាឲ្យដាក់អញ្ចេះហើយខ្ញុំថាខ្ញុំធ្វើអញ្ចេះអញ្ចឹងគាត់ដាក់ចាត្រូវតែធ្វើតាមចាចេញរូបរាងមកស្អាតចាអញ្ចឹងហើយដៃចាំមើលដៃពីក្រៅគេទួបអីណានេះមករៀមដៃខ្ញុំទីទួបពីក្នុងគេហុញចាពីក្នុងគេហុញមេដៃបាទបើកាលណាពីក្នុងគេអត់ហុញធ្វើមិនមាត់ធ្វើរៀងកវងចាហើយដល់ពេលឡើងគេបើកហើយគេចាប់ផ្ដើមនេះដៃគេនេះទោះបីឆ្នាំងប៉ុណ្ណេះក៏ដោយគេយកដាំធូងយើងផ្ទាប់ដាក់ទៅទុនជង្គង់គេដាក់ប៉ុណ្ណេះណាចាគេយកដាំធូងយើងគេអោបអញ្ចឹងទៅគេយកផ្ទុបបន្ទះនេះបើតូចអញ្ចឹងគេគ្រាន់តែធ្វើតែចេះទេចាឃើញអត់មកវាខូចទ្រង់ទ្រាយលោកយាយចាឃើញអត់បើសិនជាអត់មានវិធីលើកនេះទេលើកមកអាចនឹងវាវាអីអញ្ចឹងទៅក៏ជួបចូលគ្នាឥឡូវហ្នឹងចា
ដោយសារតែវារៀងរឹងហើយលោកយាយ ចាវាចំពោះអី បាទ ចាអាហ្នឹងគេខ្ញុំអាចកាន់ដៃមួយកើតព្រោះចំពោះខ្ញុំយកទៅបើក បាទអញ្ចឹងយើងកាត់ចុះឧបករណ៍ដែលយាយយកមកប្រើបន្ទាប់នេះនេះអីដែលយាយខាងនេះដាក់ អានេះគេហៅលកអានេះគេហៅក្លឹង ចា លកដែរគ្រាន់តែវាធំជាងមុន ចាមួយជំរឿមួយលកហាមួយលកបើកមិនមែនយកចាមិនមែនយកលកបើកហើយមកចូលមកបោកលោកជាមួយលកអាហារទេអត់ទេចាបើកាលណាបើមិនអញ្ចឹងវាអត់ប៉ោងវាអត់រហូតសាច់ដីទេ បាទដល់ពេលទៅដល់កគេអត់កាន់នេះទេគេកាន់ផ្អឹបចាចា គឺពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺរបៀបឬមួយក៏តិចនិចនៅក្នុងការធ្វើហ្នឹងគឺខុសគ្នាដាច់ ចាហើយបើកាលណាយើងមិនកាន់អញ្ចឹងយើងវាយទៅវាអត់ដល់សាច់ដីក្អមនៃកកវានេះដល់ពេលយើងដុតទៅចុះទៅវាហែកអញ្ចឹង ហើយកន្លែងរវាងកហើយនឹងខ្លួនឆ្នាំងដីលោកយាយ ចាវាអត់ជាប់គ្នាហើយវាអត់ហាប់អស់ម្ល៉េះខូចដល់ពេលឡើងបានគេអញ្ចឹងហ្នឹង ច្រើនដំណាក់កាលល្អ ចា ថតអូតូអត់លឺ លកអញ្ចឹងដែរគេអត់មានគេអត់ឥឡូវដល់ពេលលកនេះគេយកខាងបលាំងក្អេងហើយនឹងភូមិសម្អាតនេះលកនេះ អូនេះកន្លែងប្រឡោះនេះគេហៅ យកក្អេង យកក្អេង ចាយកក្អេងវាហ្នឹង ថតមកសន្ទុះឲ្យដើម្បីតែឈ្មោះឧបករណ៍ទាំងអស់ហ្នឹងក៏ខ្ញុំអត់អាចចាំមកបានដែរយាយគឺមានច្រើនឈ្មោះមែនទែន ចា បាទនិយាយបាទអត់អីខ្ញុំអាចមើលវីដេអូសាមអីទៅដឹងលោក ចានឹងគេចង្អាប់យកក្អេងហ្នឹងណាចាយកក្អេងនេះកាលណាឡើងក្អេងវាឡើងចេះលោកចៅមើលទៅនឹងក្អេងក្អមវាឡើងអញ្ចឹងណាពីក្នុងគេបំពងខាងក្រៅគេទប់គេប្រហែលតិចទេពេលតែគេទប់ដៃក្នុងបើអត់លកអាហ្នឹងបើវាអត់កឡក់វាអត់ហ៊ូងអញ្ចឹងយកក្អេងអត់កើតទេចាហ្នឹងលោកចៅឃើញណា ឃើញលោកយាយ ចាតែចេះដូចខ្ញុំចេះបានកើតនឹងរួចហើយនេះចាប់ផ្ដើមយកធ្វើដឹកខ្នួតអត់ឧបករណ៍ហ្នឹងគេធ្វើអត់កើតទេគេយកក្អេងនេះគេយកក្អេងមានឈើដឹកខ្នួតគេអញ្ចឹងលោកចៅចាមែនអត់ មើលមកចាប់ផ្ដើមម៉ត់ ចា រលោងស្អាត ចាហើយអានេះគេចាប់ផ្ដើមយកក្បាច់វាកកនេះ អូអាក្បាច់កាញ់ជុំវិញនេះគឺយើងធ្វើអញ្ចឹងទេ ចា គេធ្វើទៅនៅសើមទេណាលោកចៅបើហឹងធ្វើអត់កើតទេ បាទយាយបាទ ឈើដឹកខ្នួតខូចមួយធ្វើមួយ ព្រោះថាងាយស្រួលរោដែរគេថាធ្វើពីដើមផ្សេងយើងបាទ ប៉ុន្តែគេមិនយកនេះទេគេហៅឈើទៅវិញ បាទ ចាគេហៅឈើដឹកខ្នួត ប៉ុន្តែធ្វើចេញពីដើមឫស្សី ចាចេញពីដើមឫស្សី
គេអត់មានយកលកហាយកមកបើកអត់កើតនេះឈើនេះអានេះស្បោងនេះគេចង្ហាប់ស្រូបវាឲ្យវារឹងយ៉ាងហ្នឹង បាទចឹងយើងត្រូវហាវាទៀតទៀតសិន គេហាលចឹងទៅគេហុំណាលោកចៅឲ្យវាហឹង យើងរុំហ្នឹងរុំដើម្បីអីដែរលោកយាយរុំ ចាំមើលហឹងរុំហ្នឹងគេឲ្យរឹងអានេះក្អេងវានេះ បាទហើយខាងក្រោមនេះខាង គេស្រោប ស្រោយើងកុំឲ្យវាប្រឡាក់ផងហើយ អត់ទេគេឲ្យវាជ្រាយស្រួលហុំផ្ចិតដល់ចា យើងមិនថាយើងដាក់កណាត់ហ្នឹងហើយអូចេញខូចទ្រូងទ្រី អត់អីទេ បានតែរឹងហើយលោកយាយ អត់អី គឺយើងរុំអានេះដើម្បីយើងហាទៅឲ្យស្ងួតតែខាងលើទេខាងក្រោមឲ្យនៅទន់ដដែល ចា បាទ កាលណាគឺជើងឲ្យហឹងអាក្រោមធ្វើមិនហុំផ្ចិត ត្រូវ ឥឡូវខ្ញុំចាប់ផ្ដើមហុំផ្ចិត បាទលោកយាយ ចាបើរួចហើយឥឡូវខ្ញុំហុំផ្ចិតគេហៅហុំ បាទលោកយាយ ចាហុំផ្ចិតបាទតែណចេះធ្វើដូចខ្ញុំអញ្ចឹងជើងគេមិនសដោកទេជើងតគេកងចេះដើម្បីកលនៅក្អេងក្អមខ្ញុំអត់ហុំលឿនទេឲ្យថតបានយូរបើខ្ញុំហុំលឿនមកផ្លេន bạn tới bụng ui vậy chỉ tu tới không rửa pe mà ngay lúc ai phải lật ban của màn đấy không mà là ai thử ban mà phê phèm không chết bạn xạ cha không chết bạn chết xạ nè anh ấy đôi nhom tha cái vô cái anh chắc đam hồng bạnចំពោះតម្លៃលក់ចេញអាទំហំប៉ុណ្ណឹងលោកយាយលក់ក្នុងតម្លៃប៉ុន្មានដែរលោកយាយ em sạp lụa ban môi mà quan pi rồi cha លោកយាយដាក់តាំងលក់តនៅមុខផ្ទះហ្នឹងក៏មានម៉ួយមកយកដើម្បីលក់តដែរលោកយាយ lục chai bơ xanh chia à là mọ cái ắt pin nâng cái tinh cái châu vô đấy tha cái vôประมาณ100 ឬ 1-2 rồi chẳng bơ là mọ cái pin á dương trên tục chau lưng tay lục chai cha ដូចថាតើយើងទុកចោលគឺដូចហាលថ្ងៃឲ្យវាកាន់តែរឹងមាំអញ្ចឹងលោកយាយ វាអត់ហឹងទៀតដាក់តែវាធម្មតាតែប៉ុណ្្នឹងហើយនេះចារួចហើយរួចហើយអរគុណច្រើនលោកយាយចាហាខ្ញុំពីរបៀបនៃការធ្វើក្អមឆ្នាំងបង្ហាញធ្វើក្អមឆ្នាំងមានក្លិងមានលកមានឈើដឹកខ្នួតមានឈើចង្ហាប់ធ្វើកមានឈើចង្ហាប់បើអត់មានយកមួយហើយយកទៅធ្វើសពបែបអត់បានទេ ដោយតែពុកម៉ែបងប្អូនបានឃើញនេះគឺជាការរៀបចំរបស់លោកយាយដើម្បីរៀបចំដុតហើយថ្នាក់វិរិយនៃការដុតនោះគឺចំណាយពេល4 ទៅ 5 ម៉ោងគឺយើងចាប់ផ្ដើមដុតនៅម៉ោង 12 ឬម៉ោង 1 ថ្ងៃត្រង់ ច
Facebook ឥឡូវបាញ់អីអានេះដាក់ដុតសល់តើនិយាយ អត់ទេអានេះធ្វើកណ្ដាលទេ អូធ្វើកណ្ដាល ចា អ